បាទជម្រាបសួរពុកម៉ែបងប្អូនហ្នឹងហើយថ្ងៃនេះគឺចង់មកបង្ហាញអំពីការបង្កាត់បាទការបង្កាត់តែថ្ងៃនេះចង់មកនិយាយមកចំណុចតកតងទៅនឹងការបូមទឹកយើងនេះបាទថ្ងៃនេះគឺថាម៉ូទ័របាញ់ខ្លាំងល្អបងប្អូនបាទដោយសារខ្ញុំយកម៉ូទ័រថ្មីបាទមានម៉ូទ័រថ្មីម៉ូទ័រចាស់ប៉ុន្តែរបស់មេខ្ញុំគាត់ទុកចោលតពីយើងលែងទៅប្រើការណាបាទនេះបងប្អូនបាទម៉ូទ័រអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំចង់និយាយពីម៉ូទ័រហ្នឹងគឺនិយាយពីអីគឺនិយាយពីអត្ថប្រយោជន៍វាបងប្អូនគឺម៉ូទ័ររបស់ខ្ញុំប្រើមកហ្នឹងគឺវាបាញ់ទឹកបានប្រហែលជា 50% នៃម៉ូទ័រនេះទេអញ្ចឹងណាអញ្ចឹងចំណុចដែលខ្ញុំចង់បង្ហាញបងប្អូនគឺខ្ញុំប្រើម៉ូទ័រខ្ញុំហ្នឹងគឺវាយូរបាទយើងចំណាយពេលដែលយើងដូរទឹកកូនក្អុកឬដូរទឹកកង្កែបសាច់ឬក៏កូនកង្កែបអញ្ចឹងណារងចាំយូរមកត្រង់4x6នេះយើងរងចាំរឿងយូរធ្វើឲ្យយើងទាំងធន់ទ្រាំអញ្ចឹងណាអញ្ចឹងគឺបើសិនជាបងប្អូនយើងដែលគាត់ប្រើប្រាស់នៅម៉ូទ័រឬក៏ម៉ាស៊ីនអីដែលបូមហ្នឹងណាបើសិនជាអាចយើងគួរតែដាក់ម៉ាស៊ីនឬក៏ម៉ូទ័រហ្នឹងឲ្យវារៀងកម្លាំងរៀងធំតិចហ្នឹងបងប្អូនបាទហ្នឹងហើយកម្លាំងរៀងធំតិចអញ្ចឹងគឺវាលឿនបាទវាលឿនបាទអញ្ចឹងដូចមើលជាក់ស្ដែងនេះគឺថ្ងៃនេះគឺនៅពេលដែលយើងធ្វើអញ្ចឹងគឺការងារយើងលឿនណាបងប្អូនបាទលឿនបាទអញ្ចឹងគឺបើសិនជាម៉ូទ័រយើងបាញ់នេះម៉ាស៊ីនជាទូទៅពុកម៉ែបងប្អូនយើងឬក៏ប្រជាកសិករយើងទូទៅភាគច្រើនយើងប្រើ5ហ៊ុននេះឯងច្រើនណាសឹងតែ 80% ហើយចូល 8ហ៊ុនឬក៏មួយទឹកអីតិចតួចហ្នឹងបងប្អូនបាទតិចតួចណាស់អញ្ចឹងគឺបើសិនតែយើងឃើញថាម៉ូទ័រយើងវាវិលមិនសូវខ្លាំងអីទេបាទវាបាញ់ទឹករឿងតិចជាងនេះណាបងប្អូនអញ្ចឹងយើងអាចឲ្យជាងគាត់សេរីអីចឹងទៅលាងដុំលាងអីដើម្បីឲ្យថាហើយលោកវាវិលទៅវាមិនសូវខ្លាំងណាបាទឬក៏ម៉ាស៊ីនអីបើម៉ាស៊ីនយើងអាចតម្លើងរ៉ាបានបាទតែម៉ូទ័រយើងអត់ទេបងប្អូនបាទអត់មានរ៉ាតម្លើងទេតើគាត់វិលប៉ុណ្ណាគឺប៉ុណ្្នឹងហើយបាទអត់អាចទៅតម្លើងរ៉ាឲ្យគាត់វិលបានខ្លាំងអីអត់ទេអញ្ចឹងណាបាទមើលត្រង់នេះមួយផ្លេតមិញគាត់តែនិយាយបានបន្តិចមិញចង់ពេញបាត់ហើយបងប្អូនបាទតែជា3នាទីបាទ3នាទីជាងអញ្ចឹងលឿនណាគាត់តែខ្ញុំចងនោះហើយខ្ញុំចងខ្ញុំលាងខ្ញុំចងហើយខ្ញុំមកថតតែម្ដងបាទអញ្ចឹងវាលើសអានេះប្រហែលជា1នាទីប្រហែលជា4នាទីហ្នឹងមកទៅបាទអញ្ចឹងគឺលឿនបាទហើយគាត់ថាអាចមានម៉ូទ័របងប្អូនខ្លះអាចខ្លាំងជាងនេះទៀតអញ្ចឹងមកបានខ្លាំងជាងនេះទៀតការងារយើងកាន់តែលឿនហើយសម្រាប់បងប្អូនយើងដែលទ្រុងធំណាបាទទ្រុងធំចាប់ពី 4x6 ឡើងឬក៏ទូចជាងនឹងតិចតួចក៏ត្រូវការម៉ាស៊ីនឲ្យខ្លាំងដែរម៉ូទ័រឲ្យខ្លាំងដែរដើម្បីឲ្យយើងចំណេញការងារយើងណាតែបើសិនតែយើងទ្រុងយើងទូចបាទទ្រុងតែ 2x3 3x4 អីអាហ្នឹងមិនអីទេលឿនខ្លាំងចេះអាចនឹងការងារអាចបន្ទិញបន្ទាន់វិញណាបាទបន្ទិញបន្ទាន់វិញតែបើសិនយើងដូចយើងប៉ុណ្ណេះគឺមួយអេមណាបងបាទអញ្ចឹងពេញខ្ញុំសុំដូរទឹកតិចបងប្អូនបាទហ្នឹងហើយប៉ុណ្្នឹងមានតែប៉ុណ្្នឹងវីដេអូហ្នឹងណាបាទអរគុណច្រើន